សួរស្ដាងបងអូនទៅផ្សារ Costco លើកនេះទិញអត់សូវអស់លុយប្រហែលទេដោយសារខ្ញុំបានទិញសាច់ទិញអីហ្នឹងអាទិត្យមុនជាពិសេសសាច់គោមួយដុំធំហ្នឹងអានោះអាចញ៉ាំបាន2អាទិត្យជាងអីដែរអាទិត្យនេះខ្ញុំអត់ត្រូវទិញទេមុនខ្ញុំអាសាច់គោមួយចាហៀងហ្នឹងខ្ញុំហាន់វាដើម្បីប្រឡាក់ខ្លះហាន់វាដើម្បីឆាខ្លះហើយមួយចាហៀងធំទៀតហ្នឹងខ្ញុំគិតថាប្រហែលជាធ្វើសាច់គោចង្កាក់តែអត់បានធ្វើដល់ពេលអញ្ចឹងទៅនៅសល់មួយចាហៀងទៀតតែខ្ញុំបានយកចេញពីទូកកហ្នឹងនឹងចាត់ការហាន់វាដើម្បីសម្រាប់អាទិត្យនេះហើយផងដែរក៏ត្រូវការម្ហូបថែមទៀតណាប្រហែលអ្នកនរគ្នាត្រូវការគេខ្លះនេះខ្ញុំត្រូវការសាឡាត់ម្ដងខ្ញុំទិញសាឡាត់ចម្រុះspring mix លើកនេះខ្ញុំទិញតែសាឡាត់ lettuce តទេឲ្យបងប្អូនឲ្យវាមានពណ៌ក្រហមហើយនឹងពណ៌បៃតងនេះ$4.99ហើយផងដែរត្រូវការសសក់ទិញរាល់អាទិត្យអានេះ$3.99បងប្អូនហើយទិញទំពាំងបាយជូរនេះមើលទៅតំណងល្អ$10 $9.99ហើយផងដែរក៏បានទិញនេះគេហៅប្រូកូលីផ្កាប្រូកូលីបងប្អូននេះគេហៅប្រូកូលីនីអាហ្នឹងដូចវាមានផ្កាហើយមាននេះតងវាអញ្ចឹងណាប្រូកូលីតែមានទាំងតងមានទាំងផ្កាប្រូកូលីនីហើយនឹងត្រូវការមើមខ្ទឹមក្រហមshallotហ្នឹងអានេះ$7.49ម្ដងខ្ញុំទិញរាយមកជាលក្ខណៈ1ផោនហ្នឹងតែនេះទិញខ្ញុំប្រើបានយូរនេះប្រហែលជា2ខែបានអស់អត់ងាយអស់ទេដោយសារយើងដាក់វាតិចធ្វើទឹកត្រីឬក៏យើងឆាវាឆាសាច់ឆាអីចឹងណាហើយផ្សិតនេះទិញ1កាតូមួយអាទិត្យ1កាតូហើយផងដែរសាច់មាន់នេះគេនៅបញ្ចុះតម្លៃ$5និយាយ$20ចុះ$5នៅ$15ខ្ញុំទិញអាទិត្យមុនវានៅសេលដល់ពេលអាទិត្យនេះនៅសេលទៀតថងនេះគេអត់បញ្ចុះតម្លៃតែខ្ញុំត្រូវការ600ថងនេះ$14បងប្អូន19ហើយ18ថងអីឥឡូវវាថ្លៃវាអត់ដូចមុនទេតែនេះទិញមកនោះប្រើយ៉ាងហោចណាស់បានមួយឆ្នាំបងប្អូនមិនងាយអស់ទេទិញមក4ប្រអប់នេះមក600ថងហ្នឹងប្រហែលជាប្រើបានមួយឆ្នាំបងប្អូននេះទិញនៅផ្សារ Costco វាធូរថ្លៃលេខយកប៉ុណ្ណេះជាមួយខ្ញុំបង្ហាញមួយនេះប៉ុណ្ណឹងយើងដាក់សាំងវិចឬក៏យើងដាក់ចំណីអីតូចសម្រាប់ឲ្យកូនទៅរៀនហ្នឹងម៉មហើយផងដែរឃើញជ្រក់កូនទៅសក់អូយមើលទៅតំណងជាមួយខ្ញុំចង់ភ្លក់មើលទូក្តាប់ទូអញ្ចឹង2គីឡូនេះ$10.99ហើយផងដែរគេបញ្ចុះតម្លៃភីហ្សាដែលយើងយកមកអាំងខ្លួនឯងទិញបាន2ប្រអប់មួយប្រអប់នេះ$13.99តែប៉ុន្តែតម្លៃពេញវា$7.99តែគេបញ្ចុះតម្លៃ$4អញ្ចឹងក៏ទិញមក2ហើយអត់ខានទេពេញប៉ោះក៏មួយអាទិត្យទិញ1កាតូនេះដែរពេញប៉ោះនេះកូនប្រុសបងអូជួយចិត្តញ៉ាំអានេះយើងឆាក៏បានយើងចៀនជាមួយពងក៏បានដែរភាគច្រើនគាត់ញ៉ាំអត់ចម្អិនវាទេគាត់ហាន់វាប្រទេសរួចទៅញ៉ាំជាមួយសាំងវិចហើយនឹងអានេះគេសេលដែរអញ្ចឹងទៅក៏ទិញអានេះ$5ជាងឯងតែពិតតម្លៃវាត្រូវ$8គេសេល$3នេះនំអញ្ចឹងនេះនំយ៉ាក់នំដបងយ៉ាក់នេះអូតាប៉ាត់ទូចប្រអប់ទូចតាខ្ញុំស្មានដល់ប្រអប់ធំអូអីយ៉ាប់មែន Yeah guys look I got this one strawberry got the ទិញដើម្បីកូនទៅរៀនអានេះ8ប្រអប់នេះ$5ជាងថោកមែនតើណាដោយសារមួយប្រអប់នេះបើសិនជាយើងទិញរាយនៅផ្សារចិនណាមួយប្រអប់នេះគឺថា$2ហើយតែអានេះមកប្រអប់ធំហ្នឹងមាន8កញ្ចប់8ប្រអប់ទូចនេះតែ$5.50នេះគេបញ្ចុះតម្លៃចឹងថោកមែនតើនេះចូលមកចង់បង្ហាញនេះគេ grapes ហើយនឹងផងដែរក៏ត្រូវការនំប៉័ងប៉ុណ្្នឹងឯងមានអីគេទៀតអត់អស់ហើយដឹងអស់ហើយអូហើយនឹងទិញពងហើយផងដែរទិញពង2គីឡូនេះ$20ច្រឡំ2គីឡូ5គីឡូ60ពង$20បងប្អូនចាឥឡូវវីដេអូនេះមានតែប៉ុណ្្នឹងឯងសូមអរគុណ